សូមគោរពនិងជម្រាបសួរទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ក្នុង Channel បុន Record នៅថ្ងៃនេះគឺខ្ញុំបានទទួលសាច់រឿងមួយពីបងប្អូនប្រុសម្នាក់ដែលបងប្អូនប្រុសហ្នឹងគឺគាត់ឈ្មោះសាលដោយបងប្អូនប្រុសសាលហ្នឹងគឺគាត់ហ្នឹងជានិស្សិតឆ្នាំទី2ដែលទៅតែផ្លាស់ប្ដូរមកស្នាក់នៅក្នុងអន្តរវិទ្យាស្ថានចាស់មួយក្បែរវិទ្យាល័យដែលគេហៅថាអន្តេឥឡូវបងប្អូនហៅថាអន្តេឬក៏បន្ទប់ស្នាក់នៅសម្រាប់សិស្សនៅអញ្ចឹងណាបងប្អូនគាត់រៀននៅឆ្នាំទី2ហើយគាត់នៅរៀននៅឆ្នាំទី2ហ្នឹងគឺគាត់ស្នាក់នៅនឹងបន្ទប់ដែលសាលាគេឲ្យនៅហ្នឹងលក្ខណៈថាផ្ទះឈើណាបងប្អូនគឺអត់ទាន់ដាក់ស៊ីម៉ង់អីទាំងអស់ទេគឺផ្ទះឈើហើយលាយឡំនឹងស៊ីម៉ង់ធ្វើជើងតាងអញ្ចឹងណាបងប្អូនធ្វើជើងតាងនៅក្រោមហ្នឹងហើយជាងអីគឺជាងឈើក្បឿងអីទៅអញ្ចឹងណាបងប្អូនហើយគឺមានអាយុកាលហ្នឹងគឺជិត50ឆ្នាំហើយសម្រាប់ថាផ្ទះនៅហ្នឹងណាហើយមើលទៅគឺគួរឲ្យខ្លាចបន្តិចដែរដោយសារជញ្ជាំងលាបពណ៌លឿងស្លេកនិងមានដើមជ្រៃធំមួយដើមនៅបក់រេរួមនៅខាងមុខហ្នឹងណាបងប្អូនខ្យល់បក់មកណាហើយសាលហ្នឹងគឺស្នាក់នៅក្នុងបន្ទប់ហ្នឹងគឺម្នាក់ឯងទេណាបងប្អូនក្នុងបន្ទប់ហ្នឹងគឺម្នាក់ឯងទេគឺបន្ទប់លេខ405នៅជាន់ទី4ដែលជាន់ហ្នឹងគឺខ្ពស់ជាងគេនិងស្ងាត់ជាងគេបំផុតផងដែរហើយនៅវេលាម៉ោង3រំលងអាត្រៀតសំឡេងមួយគោះទ្វារហើយយប់មួយហ្នឹងក៏សាលហ្នឹងបានដេកលក់យ៉ាងស្កប់ស្កល់ប៉ុន្តែលុះដល់ម៉ោងប្រហែល3ព្រឹកហ្នឹងស្រាប់តែដឹងខ្លួនឡើងដោយសារមានសំឡេងម្យ៉ាងគឺបានមកគោះតុកគឺតុកហ្នឹងវាមកគោះលក្ខណៈថាសំឡេងគោះទ្វារបន្ទប់របស់គាត់ហ្នឹងណាហើយសំឡេងនោះគឺរៀងធ្ងន់និងយឺតទៅតាមចង្វាក់ផងដែរហើយសាលហ្នឹងក៏ងាកទៅមើលទូរស័ព្ទក៏ឃើញម៉ោង3:00នាទីហើយក៏គិតថាប្រហែលជាមិត្តភ័ក្តិណាម្នាក់អញ្ចឹងណាគេមកលេងសើចឬពីលើគេហៅថាអាសន្នអីអញ្ចឹងណាទៅស្រែកសួរទៅកាន់គេហ្នឹងស្រែកសួរថាណាហ្នឹងមកធ្វើអីយប់ជ្រៅម្លេះហ្នឹងដល់ពេលស្រែកសួរអញ្ចឹងទៅប៉ុន្តែគឺអត់មានសលេងឆ្លើយតបមកវិញទេហើយបរិយាកាសនៅក្នុងបន្ទប់ក៏ត្រជាក់ស្រេបខុសពីធម្មតាផងដែរសាលហ្នឹងក៏ចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលទេពេលនោះក៏សាលហ្នឹងដើរទៅយឺតទៅជិតទ្វារនោះណារួចអើតមើលតាមរុនភ្នែកលក្ខណៈថាទ្វារគេមានរុនអញ្ចឹងណាបងប្អូនដែលនៅនឹងទ្វារហ្នឹងតាមរយៈរុននឹងទូចនោះសាលហ្នឹងក៏បានឃើញអ្វីមួយយ៉ាងធ្វើឲ្យបេះដូងរបស់សាលហ្នឹងគឺលោតខុសចង្វាក់អញ្ចឹងនៅខាងក្រៅទ្វារហ្នឹងគឺមានស្រមោលមនុស្សស្រីម្នាក់សក់វែងអន្តាយដល់ដីពាក់អាវសហើយជោកដោយទឹកហើយឈរចោងហោងបែរខ្នងដាក់ទ្វារនឹងដែរហើយអ្វីដែលរន្ធត់បំផុតនោះគឺដៃរបស់នាងហ្នឹងគឺមិនមែនជាដៃមនុស្សទេប៉ុន្តែវាមានប្រវែងវែងខុសពីធម្មតារហូតដល់ទៅ2ម៉ែត្រនោះវាលក្ខណៈថាលើកដៃឡើងទៅលើរួចគោះទ្វារចុងក្រោយយឺតតុកចឹងទៅហើយសាលហ្នឹងក៏ភ័យណាភ័យខ្លាំងពេកហ្នឹងក៏ស្ទុះថយក្រោយដួលទៅលើឥដ្ឋហ្នឹងហើយភ្លាមនោះខ្មោចស្រីនោះក៏ចាប់ផ្ដើមបើកភ្នែកឡើងភ្នែករបស់នាងហ្នឹងគឺទទេស្អាតទេគ្មានរស័យភ្នែកទេមានតែពណ៌សខាប់អណ្ដែតហើយនាងហ្នឹងក៏ចាប់ផ្ដើមបោកក្បាលរបស់នាងហ្នឹងទៅនឹងទ្វារខ្លាំងណាគឺលុះសូត្រដុកអញ្ចឹងទៅហើយរហូតដល់ទ្វារហ្នឹងគឺចាប់ផ្ដើមរង្គើទៅក៏បើកទ្វារឲ្យ
có ban sài thả ở bao thuê ở dương phong dương clean nè trong si ót chẳng từ hơi sau bên nông gì trong hơi sau cái cả bên trong tư nó không rồi rồi sầm lên nó cứ có chuyện sra tại lưu cho ba cho từ căn tôi chị nó bỏ xa này hơi bên nông xa nó cứ phây rồi hồ đò tập này hồ trên đòi mình đừng khốn đó nè cứ nó cứ không prăng tuần tinh thua ao rôm chất không chất phong đá nè đòi nặc đó côn mai côn ơi phong rồi đòi sần lọc bắt mà đây thầy pel bật lại nó cứ xa nó nhẹ đâm khôn lang mìnhในពេលមានបងប្អូនសន្តិសុខមកដាស់គេនឹងគឺភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព្រោះដឹងថាខ្លួននឹងខ្លួនឯងនឹងកំពុងតែដេកនៅលើស្មៅក្បែរដើមជ្រៃធំមួយដើមហ្នឹងនៅខាងមុខអន្តេវាសនការហ្នឹងគេហៅថាកន្លែងយើងស្នាក់នៅហ្នឹងណាបន្ទប់ហ្នឹងកន្លែងផ្ទះហ្នឹងណាហើយចំណែកកតាបនិងរបស់របរគឺនៅក្បែរខ្លួនទាំងអស់ហើយអ្នកភូមិហ្នឹងបានប្រាប់ថាដើមជ្រៃហ្នឹងកាលពី10ឆ្នាំមុនណាមាននារីម្នាក់បានមកលោតសម្លាប់ខ្លួនពីលើបន្ទប់លេខ405ហ្នឹងហើយក៏ស្លាប់ភ្លាមតាំងពីពេលនោះមកព្រលឹងរបស់នាងហ្នឹងគឺតែងតែត្រឡប់មកកន្លែងស្នាក់នៅហ្នឹងណាកន្លែងសាលស្នាក់នៅហ្នឹងដើម្បីរកអ្នកណាទៅនៅជាមួយឬនៅកំដរជានិច្ចចឹងទៅហើយក្រោយពីជួបហេតុការណ៍នោះរួចសាលហ្នឹងគឺបានសុំច្បាប់ស្នាក់នៅលេខស្នាក់នៅទីនោះទៀតហើយគឺគាត់សុំឈប់ស្នាក់នៅភ្លាមតែម្ដងណាបងប្អូនហើយសាលហ្នឹងក៏បានសម្រេចចិត្តបដូរមកស្នាក់នៅផ្ទះជួលវិញដោយលែងហ៊ានស្នាក់នៅក្នុងបន្ទប់ណាដែលដាច់ហើយដោយឡែកពីគេណាបងប្អូនអញ្ចឹងគឺទៅស្ងាត់តែម្នាក់ឯងអញ្ចឹងបងប្អូនណាគឺមានលក្ខណៈថាសំឡេងរំខានឬក៏មានអីទៅរំខានគាត់មិនឲ្យគាត់ដេកអញ្ចឹងណាបងប្អូនហើយក្នុងសាច់រឿងនេះហើយចង់បញ្ជាក់ឲ្យបងប្អូនជាប្រុងប្រយ័ត្នចេះស៊ើបទីកន្លែងដើម្បីបានដឹងថាខ្លួនហ្នឹងទៅនៅហ្នឹងដើម្បីបានសុខឬអត់ឬក៏មានគេរំខានអញ្ចឹងណាបងប្អូនហើយអញ្ចឹងក៏ខន្តីណាភ័យទោសទៅដល់បងប្អូនផងដែរបើសិនជាមានការនិយាយទៅលឺលូឬក៏ពាក្យពេចន៍មិនសមរម្យនៅត្រង់ចំណុចណាមួយដែលចេតនាហើយសូមឲ្យបងប្អូនជួយចុច Subscribe ដល់ Channel នេះម្នាក់មួយទៅដើម្បីនឹងទទួលបាននូវសាច់រឿងថ្មីយកមកនិយាយចែកជូនបងប្អូនស្ដាប់លេងហើយបងប្អូនក៏អាចចែករំលែកសាច់រឿងរបស់បងប្អូនមកកាន់ខ្ញុំផងដែរហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមគោរពនិងជម្រាបលាទៅដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅសាច់រឿងក្រោយៗទៀត